អត្ថបទទី5ថាមពលនៃគោលដៅជីវិតបាននិយាយពីថាមពលគឺជាកម្លាំងជំរុញដ៏ឃ្លាវខ្លាមួយដែលជួយឲ្យជីវិតមានជ័យជំនះរីឯគោលដៅជីវិតគឺជាចំណុចកំណត់ជាក់លាក់ណាមួយដែលយើងបានដៅទុកក្នុងជីវិតហើយចាំបាច់ត្រូវតែទៅឲ្យដល់ឲ្យខានតែបានថាមពលនៃគោលដៅជីវិតគឺជាចំណុចកំណត់ជាក់លាក់ដែលយើងបានដៅនិងមានចិត្តអង់អាចឃ្លាវខ្លាឆេះឆួលចង់ទៅឲ្យដល់ឬសម្រេចឲ្យបានបើទោះបីជាត្រូវដើរប៉ះចំនឹងឧបសគ្គច្រើនសន្ធឹកយ៉ាងណាក៏ដោយតើពិតទេដែលថាមនុស្សគ្រប់គ្នាសុទ្ធតែរស់នៅក្នុងជីវិតដែលមានគោលដៅឬក្តីស្រមៃនោះបើយើងធ្វើការសិក្សាស្វែងយល់អំពីមនុស្សនៅលើផែនដីនេះគឺមិនមែនគ្រប់គ្នាសុទ្ធតែអាចរស់នៅក្នុងជីវិតដែលមានគោលដៅនិងក្តីស្រមៃទាំងអស់នោះទេមានបុគ្គលមួយចំនួនហើយនៅក្នុងចំណោមនោះក៏ប្រហែលជាអាចមានរូបយើងផងដែរដែលកំពុងបន្តដំណើរជីវិតរស់នៅលើផែនដីនេះក្នុងស្ថានភាពតាលតោលគ្មានគោលដៅនិងក្តីស្រមៃច្បាស់លាស់រស់នៅដើម្បីរងចាំថ្ងៃស្លាប់មកដល់មិនសូវបានគិតខ្វាយខ្វល់នឹងឆាកជីវិតដែលកំពុងតែធ្វើដំណើរទៅមុខដោយឥតឈប់ឈរមួយនេះសោះឡើយពេលឃ្លានក៏ញ៉ាំពេលអារម្មណ៍ប្រាប់ថាចង់ធ្វើអ្វីមួយក៏ទៅធ្វើរឿងនោះដោយមិនបានគិតគូរពិចារណាឲ្យបានវែងឆ្ងាយអំពីអត្ថប្រយោជន៍សមនឹងទទួលបានឬផលប៉ះពាល់ជាមុននោះឡើយម្យ៉ាងវិញទៀតពេលដែលខ្លួនដើរដល់ចំណុចប្រសពនឹងបញ្ហាឬទុក្ខលំបាកក៏បាក់ទឹកចិត្តអស់សង្ឃឹមនឹងជីវិតចង់បោះបង់មិនចង់បន្តដំណើរទៅមុខរអ៊ូរទាំច្រើនចង្អុលនឹងបន្ទោសទៅកាន់មនុស្សជុំវិញខ្លួនជាដើមទាំងនេះហើយក៏ព្រោះតែជីវិតរស់នៅដោយគ្មានគោលដៅឬក្តីស្រមៃច្បាស់លាស់ផ្ទុយទៅវិញចំពោះជីវិតដែលរស់នៅដោយបានកំណត់គោលដៅនិងក្តីស្រមៃជាក់លាក់គឺពួកគេអាចបន្តដំណើរទៅដោយមានថាមពលចិត្តនិងក្តីសង្ឃឹមជានិច្ចព្រោះគេដឹងថាខ្លួនកំពុងស្ថិតនៅកន្លែងណាឆ្ពោះទៅណាចង់បានអ្វីត្រូវការអ្វីកំពុងធ្វើអ្វីនិងដើម្បីអ្វីគេមានការគិតគូរពិចារណាច្បាស់លាស់វែងឆ្ងាយនិងមានផែនការត្រឹមត្រូវមុននឹងធ្វើអ្វីមួយនៅពេលដែលជីវិតប្រឈមនឹងបញ្ហាវិញនោះគេប្រកាសជាព្យាយាមស្វែងរកនូវដំណោះស្រាយត្រឹមត្រូវណាមួយដើម្បីដោះនិងជំនះឲ្យបាននៅបញ្ហាឬទុក្ខលំបាកទាំងនោះហើយប្រឹងប្រែងឈ្មោះឈ្មោលទៅឲ្យដល់គោលដៅឬក្តីស្រមៃរបស់គេជាក់ជាពុំខានលើសពីនេះទៅទៀតចំពោះអ្នកដែលរស់នៅក្នុងជីវិតដែលមានគោលដៅក្តីស្រមៃនិងផែនការច្បាស់លាស់ទោះបីគេត្រូវប្រឈមនឹងបញ្ហាឬទុក្ខលំបាកច្រើនប៉ុណ្ណាក៏ពួកគេមិនព្រមចុះចាញ់ដោយងាយងាយនោះឡើយពោលគឺពួកគេប្រកាសជាខិតខំប្រឹងប្រែងជំនះពុះពៀទៅឲ្យដល់និងធ្វើឲ្យបានសម្រេចជាមិនខាននៅត្រង់ចំណុចនេះខ្ញុំចង់នាំមិត្តអ្នកអានមកពិចារណានិងរៀនសូត្រនៅមេរៀនមួយចំនួនអំពីសត្វស្រមោចនិងការរស់នៅរបស់វាសត្វស្រមោចវាគ្មានអ្នកចាំត្រួតត្រាគ្មានមេកើយនិងគ្មានថៅកែនោះទេក៏ប៉ុន្តែនៅរដូវក្តៅវាប្រឹងប្រែងប្រមូលគៀងគរចំណីយកមកទុកដាក់ហើយនៅរដូវចម្រូតវាខិតខំសន្សំស្បៀងទុកឲ្យបានច្រើនតាមតែអាចធ្វើទៅបានពួកវាខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃបែបនេះគឺដើម្បីការពារនូវភាពអត់ឃ្លាននិងភាពខ្វះខាតនៅរដូវវស្សាដែលនឹងឈានមកដល់នៅពេលបន្ទាប់នេះហើយជាគោលដៅរបស់សត្វស្រមោចគឺខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យខ្លួនមានគ្រប់គ្រាន់និងមិនចាំបាច់រស់នៅលំបាកក្នុងភាពអត់ឃ្លាននោះឡើយចុះចំណងបើយើងជាមនុស្សជាភាវៈរស់មួយដែលមានវិចារណញ្ញាណដ៏អស្ចារ្យមានការគិតគូរពិចារណាដឹងខុសត្រូវមានភាពឆ្លៀសវៃនិងមានសមត្ថភាពជាងភាវៈរស់ដទៃទៀតផងនោះតើយើងមិនអាចធ្វើបានទេឬខ្ញុំជឿថាគ្រប់គ្នាសុទ្ធតែអាចធ្វើបានឲ្យតែយើងមានក្តីស្រមៃនិងគោលដៅច្បាស់លាស់មួយហើយខិតខំប្រឹងប្រែងឧស្សាហ៍ខ្នះខ្នែងព្យាយាមនិងមានការជឿជាក់លើក្តីស្រមៃនិងគោលដៅដែលខ្លួនមាននោះច្បាស់ណាស់វានឹងសម្រេចនៅថ្ងៃណាមួយជាក់ជាពុំខានជារួមមកពួកយើងគ្រប់គ្នាចាំបាច់ត្រូវតែស្វែងរកឲ្យឃើញនូវគោលដៅនិងក្តីស្រមៃក្នុងជីវិតហើយជំហានបន្ទាប់គឺត្រូវខិតខំព្យាយាមបន្តដំណើរទៅមុខដោយស្ពាយឲ្យជាប់នូវកម្លាំងចិត្ត
ក្តីសង្ឃឹមនិងភាពជឿជាក់ទៅជាមួយគ្រប់គ្រាទាំងអស់កាលណាជីវិតមានគោលដៅនិងក្តីស្រមៃទោះជាអ្នកជួបបញ្ហាឬទុក្ខលំបាកច្រើនប៉ុណ្ណាក៏ដោយក៏អ្នកនៅតែមានថាមពលចិត្តនិងក្តីសង្ឃឹមក្នុងការបន្តដំណើរទៅមុខជានិច្ចដោយគ្មានទេពាក្យថាចុះចាញ់និងបោះបង់ម្យ៉ាងទៀតបើមានគោលដៅឬក្តីស្រមៃក្នុងជីវិតវាប្រៀបបីដូចជាអ្នកកំពុងតែមានផែនទីដែលអាចនាំផ្លូវនៃដំណើរជីវិតឲ្យឆ្ពោះទៅរកអ្វីដែលអ្នកពិតជាចង់បាននិងចង់សម្រេចវាដោយឥតវង្វេងនោះឡើយក៏ប៉ុន្តែអ្នកត្រូវចាំទុកជានិច្ចថាក្តីស្រមៃនោះវាមិនហួសដែនកំណត់ដែលអាចទទួលយកបាននេះមានន័យថាជាក្តីស្រមៃត្រឹមត្រូវជារឿងដែលមិនបង្កគ្រោះថ្នាក់ដល់ខ្លួនឯងនិងអ្នកដទៃឬមិនបំផ្លាញដល់សង្គមជាតិនិងមនុស្សជាតិនោះឡើយប្រឹងប្រែងបន្ត